ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាទស្សនិកជននិងសិក្ខាកាមដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកហើយក៏បានចូលរួមកម្មវិធីបដិបដាផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDDA ផងដែរថ្ងៃនេះយើងទទួលបានសំណូមពរពីទស្សនិកជនរបស់យើងដើម្បីធ្វើការបកស្រាយប្រធានបទមួយដ៏សំខាន់គឺថាតើយើងគួរធ្វើការឬក៏ចាញ់រកស៊ីបាទនេះគឺជាប្រធានបទសំខាន់ហើយក៏ជាការសម្រាប់ចិត្តដ៏សំខាន់មួយដ៏ធំមួយក្នុងជីវិតយើងផងដែរហើយប្រកាសជាមានកត្តាច្រើនដើម្បីឆ្លើយនឹងសំណួរនេះតែក្នុងនាមខ្ញុំជាអ្នកជំនាញហិរញ្ញវត្ថុខ្ញុំលើកឡើងចំណុច3ដើម្បីមកទៅជែកគ្នាពេលនេះទី1គឺចំណង់ចំណូលចិត្តបាទអញ្ចឹងយើងត្រូវពិនិត្យមើលខ្លួនឯងថាយើងចូលចិត្តធ្វើអីដដែលដែលមានស្ថិរភាពឬក៏យើងចូលចិត្តជាអ្នកដែលចង់បានបទពិសោធន៍ថ្មីហើយជាអ្នកដែលមានសមត្ថភាពដោះស្រាយបទពិសោធន៍ថ្មីឧបសគ្គថ្មីដែលកើតឡើងផងដែរអញ្ចឹងអានេះជាកត្តាបែងចែកផ្នត់គំនិតរវាងអ្នកធ្វើការនិងអ្នករកស៊ីផងដែរកត្តាទី2គឺកត្តាយុទ្ធសាស្ត្រហិរញ្ញវត្ថុបាទជាការពិតណាស់បើសិនតែយើងធ្វើការមិនត្រូវការវិនិយោគទុនវិនិយោគអីទេយើងមានតែចំណេះជំនាញហើយការខិតខំតស៊ូអត់ធ្មត់តែបើសិនតែយើងចេញរកស៊ីវាមុខរបរភាគច្រើនគឺតម្រូវឲ្យមានការវិនិយោគទុនទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធការបង្កើតផលិតផលសេវាកម្មផ្សេងផងដែរអញ្ចឹងយើងមើលយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់យើងស័ក្តិសមជាអ្នកធ្វើការឬក៏ជាអ្នករកស៊ីផងដែរហ្នឹងយើងអាចពិចារណាក្នុងចិត្តទៅចំណុចទី3គឺចំណេះជំនាញជាការពិតណាស់កន្លែងធ្វើការណាក៏ចង់បានបុគ្គលិកជាអ្នកដែលចេះជំនាញពិតប្រាកដដែរហើយចេញរកស៊ីក៏ត្រូវការជំនាញដែរតែខ្ញុំចង់សង្កត់ធ្ងន់ចំណុចពិសេសមួយគឺទេពកោសល្យពិសេសបាទបើសិនជាយើងគិតថាក្នុងខ្លួនយើងពីកំណើតមកមានទេពកោសល្យអ្វីពិសេសឧទាហរណ៍ថាយើងចេះធ្វើមុខម្ហូបណាមួយដែលពិសេសឆ្ងាញ់ខុសប្លែកពីគេអានឹងគឺជាកត្តាមួយកំណត់ថាមាគ៌ារបស់យើងអាចទៅជាអ្នករកស៊ីបើសិនជាយើងមានឱកាសមានកត្តា2ចំណុចខាងលើអំណោយផលបាទជាសក្តីសន្និដ្ឋានជារួមទៅខ្ញុំចង់ឲ្យទស្សនិកជនពិនិត្យមើលថាមាគ៌ាផ្លូវដើរមួយណាដែលស័ក្តិសមបំផុតសម្រាប់យើងគឺជាមាគ៌ាដែលជោគជ័យបំផុតដែលមានផ្លែផ្កាបំផុតសម្រាប់យើងហើយមិនថាធ្វើការឬក៏រកស៊ីសុទ្ធតែត្រូវការជំនាញពិតប្រាកដហើយនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDDA របស់យើងគឺមានការផ្ដល់ការហ្វឹកហ្វឺនទៅលើជំនាញផ្សេងៗដូចជាជំនាញសហគ្រិនភាពជំនាញហិរញ្ញវត្ថុផងដែរជាមួយនឹងសាស្ត្រាចារ្យល្បីៗផងដែរសូមអរគុណ